Isaac Newton អ្នកវិទ្យាសាស្ត្រដែលបានរកឃើញរូបមន្តរូបវិទ្យាដ៏ល្បីល្បាញហើយជឿថាច្បាប់រូបវិទ្យាគឺបានកើតមកពីព្រះជាម្ចាស់ Isaac Newton កើតនៅថ្ងៃទី25ធ្នូឆ្នាំ1643នៅ Wolfsburg ប្រទេសអង់គ្លេសឪពុករបស់គាត់បានស្លាប់មុនពេលដែលគាត់កើតមកទៅទៀតក្រោយមកម្ដាយរបស់គាត់បានទុកគាត់ឲ្យរស់នៅជាមួយនឹងសាច់ញាតិ Isaac Newton ធំលូតលាស់ឡើងជាមួយនឹងភាពស្ងៀមស្ងាត់ម៉ឺងម៉ាត់និងគិតគូរស៊ីជម្រៅតាំងពីក្មេងមកគាត់ចូលចិត្តអានសាងសង់និងសង្កេតមើលធម្មជាតិកាលនៅពីក្មេងបើទោះបីជាក្មេងៗដទៃទៀតលេងសប្បាយនៅខាងក្រៅក៏ដោយក៏ Isaac Newton ចូលចិត្តអង្គុយតែម្នាក់ឯងហើយសង្ជឹងគិតដែរមុនពេលដែលមនុស្សគ្រប់គ្នាស្គាល់ Isaac Newton ក្មេងប្រុសដ៏ឯកាម្នាក់នេះចង់ដឹងចង់ឃើញហើយតែងតែសួរលើសំណួរដ៏លំបាកគាត់ចង់ដឹងពីរបៀបដែលពិភពលោកនេះដំណើរការមិនមែនសម្រាប់ភាពល្បីល្បាញទេក៏ប៉ុន្តែព្រោះតែចង់ស្វែងរកការពិតនៃសកលលោកនេះកាលនៅជាសិស្សគាត់មិនមែនជាសិស្សពូកែនៅក្នុងថ្នាក់រៀននោះទេប៉ុន្តែអ្វីដែលធ្វើឲ្យគាត់តស៊ូមិនព្រមបោះបង់នោះគឺថាគាត់បានជ្រើសរើសការមានវិន័យសម្រាប់ខ្លួនឯងការផ្ដោតនិងការខិតខំសិក្សាយ៉ាងខ្លាំងនៅឆ្នាំ1665ជំងឺពេស្តបានរីករាលដាលឡើងនៅក្នុងប្រទេសអង់គ្លេសហើយសាកលវិទ្យាល័យរបស់គាត់បានបិទគ្រប់គ្នាគិតថាការសិក្សារបស់ពួកគេបានចប់ហើយប៉ុន្តែសម្រាប់យូតុនវិញវាបានក្លាយទៅជាឱកាសដ៏អស្ចារ្យបំផុតសម្រាប់គាត់ព្យាយាមសិក្សានៅផ្ទះដោយខ្លួនឯងគ្មានគ្រូគ្មានថ្នាក់រៀនគាត់បានសិក្សាទាំងយប់ទាំងថ្ងៃគាត់បានសង្កេតមើលផ្កាយសិក្សាពីពន្លឺហើយសួរសំណួរអំពីចលនាពេលវេលានិងទំនាញផែនដីមានពេលមួយគាត់បានមើលឃើញផ្លែប៉ោមធ្លាក់ចុះមកដីពេលវេលាដែលគាត់បានបង្កើតជាសំណួរមួយថាហេតុអ្វីបានជាគ្រប់របស់ទាំងអស់ធ្លាក់ចុះមកដីបែបនេះសំណួរនេះហើយដែលបានផ្លាស់ប្ដូរពិភពលោកក្រោយមក Newton បានសរសេរច្បាប់ដែលពន្យល់ពីរបៀបដែលភពនានាធ្វើចលនានិងរបៀបដែលសកលលោកនេះដំណើរការមានមនុស្សជាច្រើនដែលមិនបានដឹងអំពីរឿងរបស់ Isaac Newton ជឿថាសកលលោកនេះមិនបានកើតមកដោយចៃដន្យទេមានអ្នកដែលបានបង្កើតវាមកនៅពេលដែលគាត់សិក្សាពីចលនាពន្លឺនិងទំនាញផែនដីគាត់បានរកឃើញនៅសន្តិភាពច្បាប់ដែលចង្អុលបង្ហាញទៅកាន់អ្នកដែលបានបង្កើតវាមកគាត់ធ្លាប់បានសរសេរថាការងាររបស់គាត់គឺស្វែងយល់ពីការបង្កើតរបស់ព្រះជាម្ចាស់ឲ្យកាន់តែច្បាស់ប៉ុណ្ណោះលោកអ្នកដឹងទេថា Isaac Newton ជឿថាព្រះជាម្ចាស់នៅពីក្រោយអ្វីៗទាំងអស់ដែលគាត់បានរកឃើញគាត់បានសិក្សាព្រះគម្ពីរជាងវិទ្យាសាស្ត្រគាត់អធិដ្ឋានយ៉ាងខ្លាំងហើយជឿថាសម្ដាប់ធ្នាប់នៃសកលលោកនេះបានបង្ហាញពីព្រះតម្រេះនិងព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់សម្រាប់ Newton វិទ្យាសាស្ត្រមិនមែនជាទីមោទនភាពសម្រាប់គាត់ទេប៉ុន្តែវាជាការលើកដំកើងដល់ព្រះដែលបានបង្កើតសកលលោកនេះមកប្រសិនបើព្រះជាម្ចាស់បានដាក់ផ្កាយនៅចំកន្លែងរបស់វានោះព្រះជាម្ចាស់ទ្រង់ក៏អាចដឹកនាំនិងរៀបចំជីវិតរបស់លោកអ្នកបានដែរព្រះជាម្ចាស់អាចប្រើប្រាស់មនុស្សដ៏ស្ងៀមស្ងាត់ម្នាក់តាមវិធីដ៏អស្ចារ្យរបស់ទ្រង់ពេលវេលាស្ងៀមស្ងាត់ជាមួយព្រះជាម្ចាស់អាចកំណត់អនាគតរបស់លោកអ្នកបាន